សូមថ្វាយបង្គំព្រះដ៏មានព្រះភាកជាអរហន្តសម្មាសម្ពុទ្ធអង្គនោះសាវត្ថីនិទានមនាលភិក្ខុទាំងឡាយធម៌ទាំង8យ៉ាងនេះដែលបុគ្គលចម្រើនហើយធ្វើឲ្យច្រើនហើយតែងប្រព្រឹត្តទៅដើម្បីចេញចាវត្តដាទៅកាន់ព្រះនិព្វានធម៌ទាំង8យ៉ាងតើដូចម្ដេចអ្វីខ្លះគឺសេចក្តីឃើញត្រូវមួយសេចក្តីត្រេះរិះត្រូវមួយវាចាត្រូវមួយការងារត្រូវមួយការចិញ្ចឹមជីវិតត្រូវមួយព្យាយាមត្រូវមួយការរលឹកត្រូវមួយការតាំងចិត្តមាំត្រូវមួយមនាលភិក្ខុទាំងឡាយធម៌ទាំង8យ៉ាងនេះឯងដែលបុគ្គលចម្រើនហើយធ្វើឲ្យច្រើនហើយតែងប្រព្រឹត្តទៅដើម្បីចេញចាវត្តដាទៅកាន់ព្រះនិព្វានព្រះដ៏មានព្រះភាកបានត្រាស់នៅព្រះពុទ្ធដីកានេះហើយព្រះសកុតលុះត្រាស់នៅព្រះពុទ្ធដីកានេះហើយលំដាប់នោះព្រះសាស្តាទើបត្រាស់នៅព្រះពុទ្ធដីកានេះតទៅទៀតថាក្នុងពួកមនុស្សជនទាំងឡាយណាដល់នៅត្រើយគឺព្រះនិព្វានជនទាំងឡាយនោះមានប្រមាណតិចទេចំណែកពួកសត្វដទៃក្រៅពីនេះតែងសរសៀរទៅរកច្រាំងវត្តដាក់សង្សារមួយទៀតពួកជនណាមានប្រក្រតីប្រព្រឹត្តធម៌តាមធម៌ដែលព្រះតថាគតត្រាស់ប្រពៃហើយពួកជននោះនឹងឆ្លងនៅវត្តដាជាលំនៅនៃមាជុដែលឆ្លងបានដោយកម្រក្រៃពេកហើយដល់នៅត្រើយគឺព្រះនិព្វានបណ្ឌិតក៏បីលះធម៌ខ្មៅញ៉ាំងធម៌សឲ្យចម្រើនហើយក៏បីចេញចាអាល័យគឺវត្តដាអាស្រ័យព្រះនិព្វានដែលមិនមានអាល័យគួរលះបង់កម្មទាំងឡាយចេញហើយជាអ្នកមិនមានកង្វល់ប្រាថ្នានៅសេចក្តីត្រេកអរក្នុងវិវេកដែលសត្វត្រេកអរបានដោយកម្របណ្ឌិតគួរធ្វើខ្លួនឲ្យផូរផង់ចាក់គ្រឿងសៅមកចិត្តដែលបណ្ឌិតពូណាអប់រំល្អប្រពៃហើយក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយបណ្ឌិតទាំងឡាយឯណាអ្នកត្រេកអរក្នុងការលះបង់នៅសេចក្តីប្រកាន់ដោយឥតមានសេចក្តីប្រកាន់បណ្ឌិតនោះឈ្មោះថាអ្នកមានអាសវៈអស់ហើយមានសេចក្តីរុងរឿងបរិនិព្វានក្នុងលោកហើយដល់ស្រង់ចេញពីបិដកពេល37ទំព័រទី50ដល់ទំព័រទី52រៀបរៀងដោយព្រះពុទ្ធវចនៈ